ការពីនៅតូចម៉ាក់ខ្ញុំធ្លាប់សួរខ្ញុំថាចាកូនឯងចង់ធ្វើអីគេដែរនៅពេលអនាគតអូខ្ញុំឆ្លាតចាញ់ទេពេលហ្នឹងខ្ញុំក៏សួរគាត់វិញថាចុះម៉ែចង់ខ្ញុំខ្លាចទៅជាអីគេដែរអីក៏បានដែរកូនឲ្យតែបច្ចេកមុខនៅលើកញ្ចក់ទូខ្ញុំក៏គិតថាប្រហែលជាតារាបង្ហាញម៉ូតួកូនឬតារាចម្រៀងពេលហ្នឹងនៅតូចតែដល់ពេលធំឡើងក៏នៅឃើញថាមានតែអ្នកអានព័ត៌មានដែលបច្ចេកមុខបានអញ្ចឹងខ្ញុំក៏ដាក់ចិត្តដាក់កាយរៀនជំនាញ Mass Media Communication នៅឯសាកលវិទ្យាល័យបញ្ញាសាស្ត្រហើយក៏បានចាប់ជំនាញនឹងរហូតតាំងពីអ្នកអានព័ត៌មានតាំងពីអ្នកយកព័ត៌មាននៅតាមខាងក្រៅហើយនឹងបទសម្ភាសន៍ផ្សេងហើយពេលដែលធ្វើការងារនឹងយូរទៅក៏ដូចជាដោះទៅនឹងជំនាញមួយទៀតគឺពិធីការនេះហើយខ្ញុំអត់ដែលដឹងថាខ្លួនឯងនឹងសបោវោហាសាប់ឬក៏សលេងប្រូទេតែដល់ពេលយើងធ្វើយូរទៅដូចជាយើងរក color ខ្លួនឯងឃើញថាយើងមានដងនឹងបន្ថែមហើយការងារនឹងខ្ញុំពិតជាស្រឡាញ់មែនតើដូចយើងតែងខ្លួនស្អាតយើងស្គាល់ទៅនឹងកម្មវិធីថ្មីហើយយើងក៏បានដកស្រង់បទពិសោធន៍ថ្មីពីអតិជនដែរអញ្ចឹងខ្ញុំក៏បានសិក្សាបន្ថែមទៀតព្រោះខ្ញុំគិតថាវាអត់គ្រប់គ្រាន់អញ្ចឹងណាអ្នកដែលខ្ញុំបានបង្ហាញនេះគឺជា MC សម្ផស្សដែលគាត់មានបទពិសោធន៍ជាមួយនឹង event ច្រើនមែនតើហើយដល់ពេលអញ្ចឹងទៅខ្ញុំក៏បានដាក់ចិត្តដាក់កាយរៀនទៀតរៀនអាចឈប់ឈរហ្មងព្រោះអីខ្ញុំគិតថាវាអត់គ្រប់គ្រាន់អញ្ចឹងណាអញ្ចឹងថ្នាក់របស់គាត់គឺគាត់សម្រិតសម្រាំងមែនតើប្រហែលជា10នាក់អីទេទៅរកអ្នកដែលគាត់មានដងអញ្ចឹងទៅអញ្ចឹងមេរៀនដែលខ្ញុំបានរៀនពីគាត់គឺច្រើនមែនតើតាំងពីការរៀបចំតុបតែងខ្លួនការលើកដាក់សម្លេង event insight ត្រូវដឹងអីគេខ្លះតួអង្គអ្នកណាគេចូលរួមត្រូវឧទ្ទេសនាមអ្នកណាគេហើយហេតុការណ៍អីដែលត្រូវកើតឡើងហ្នឹងតើយើងត្រូវប្រឈមឬក៏ដោះស្រាយរបៀបម៉េចបើសិនជា organizer អត់បានប្រាប់យើងជាមុនអញ្ចឹងណាអញ្ចឹងរយៈពេល2ខែគឺខ្ញុំបានរៀបចំហើយគឺខ្ញុំមានអារម្មណ៍ថាលឿនមែនតើប៉ុន្តែអ្វីដែលខ្ញុំបានរៀនហ្នឹងគឺរៀនទប់ទល់ជាមួយនឹងស្ថានភាពនិងដោះស្រាយដល់ខ្លួនឯងអញ្ចឹងនេះគឺជាសាច់រឿងរបស់ខ្ញុំសង្ឃឹមថាបងប្អូនចូលចិត្តហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ